ការងារសំណងមិនល្អមើលទេតែវាល្អស៊ីទៅកលេចមើលខ្លួនទៅដូចប្រែតចឹងបើអ្នកចង់ស្អាតវិញមិនបាច់ចាំធ្វើគេផ្សេងគេថាចុះការងារមួយកណោប្រាក់ខែកើនជាងនឹងទៀតមិនក៏មិនធ្វើខ្ញុំថាអត់ធ្វើទេការងារផ្សេងវាប្រាក់ខែយ៉ាងច្រើនមែនប៉ុន្តែវាលើកក្តៅណាមួយខែនឹងខែក្តៅទៀតធ្វើការមិនកើតទេស៊ីលុយឆ្ងាញ់ទេចំណែកឯការងារខ្ញុំវិញមើលឃើញតែប្រឡាក់ចឹងទេតាមពិតធ្វើក៏ក្នុងអគារឲ្យតិចទៀតហើយបើយើងចេះជំនាញច្បាស់ទៀតថ្ងៃខ្លះដូចខ្ញុំចឹងធ្វើតែកន្លះម៉ោងក៏គិតលុយបានកន្លះថ្ងៃដែរហើយមិនមែនជាម៉ាល្ងាចចឹងយើងធ្វើតែកន្លះម៉ោងហ្នឹងឯងតាមពិតទៅដោយសារតើខ្ញុំធ្វើកន្លែងផ្សេងទៅពេលដែលសុកគេហៅកំងឲ្យយើងធ្វើអីភ្លាមចឹងទៅហើយខានឹងការធ្វើដំណើរវាឆ្ងាយផងហើយខាវាខូចផងនៅចាំមានន័យទៀតបានដៃយើងមកអង្គុយលេងហើយតម្រូវនឹងមកដល់ខាវាដំណើរការវិញយើងចិត្តដល់ម៉ោងបាត់អញ្ចឹងសាច់ធ្វើគឺបានតែកន្លះម៉ោងឯងចេះសល់កន្លះម៉ោងដែរយើងមិនទៅផ្ទះវិញដល់ម៉ោងចេញហ្នឹងអញ្ចឹងមិនលុយសហើយពេលខ្លះខ្ញុំនៅឆ្ងល់ដែរអាក្រុមហ៊ុនហ្នឹងដែលសុកតែវាទៅហៅគឺហៅហើយការងារទ្វារហ្នឹងគឺខ្ញុំដើរសេរីគ្រប់ជាន់ទាំងអស់គ្រប់អគារទាំងអស់តែគាត់ថាគេមួយហ្នឹងគឺខ្ញុំសេរីមិនទាន់ដល់ដែលមិនដឹងវាកាត់ຕົកសុកចិត្តអីវាប្រហែលជាជាងទ្វារគេមកវាស់ដើម្បីយកគំរូទ្វារដាក់មួយមើលមុនដឹងទើបសុកហ្នឹងគឺវាហៅខ្ញុំឲ្យមកធ្វើទ្វារហ្នឹងមុនហើយទ្វារហ្នឹងគឺវាខុសបន្តិចទេបងប្អូនវាអត់ដូចការទ្វារផ្សេងទេទ្វារផ្សេងវាខុសធំសម្រាប់ខ្ញុំអត់មានបញ្ហាទេតែហៅមកធ្វើហើយតែអត់ហៅគឺនៅធ្វើកន្លែងដដែលហើយដូចបងប្អូនបានឃើញអញ្ចឹងគឺទ្វារហ្នឹងគឺវាលើសតែមកកណាត់ក្រោមទៅដល់លើទេហើយតូចមួយហ្នឹងហើយមិនច្រាប់ពេលខ្លះការងារគឺអញ្ចឹងហើយបងប្អូនគឺវាត្រូវការថ្ងៃខ្លះក៏ហត់ទៅថ្ងៃខ្លះក៏ស្រួលទៅហើយការងារប្រភេទនេះបើសិនជាបងប្អូនធ្វើដំបូងគឺរៀងងាយចេះព្រោះវាការងារច្រើនផ្នែកច្រើនមុខហើយជួបអ្វីដែលថ្មីរហូតចង់ចេះអស់យ៉ាងតូចក៏ត្រឹម3ខែឡើងដែរហ្នឹងដល់តែគេប្រើយើងញុកដែរហ្នឹងតែយើងបន្ថយជួបអ្វីដែលថ្មីដែរតែបើធ្វើយើងមិនហ៊ានទៅធ្វើអ្វីដែលគេប្រើថ្មីទេយើងវល់រុញដាក់អ្នកចាស់ទេច្បាស់ណាស់គឺអត់ងាយចេះទេចេះមួយមុខណាគឺចេះមុខហ្នឹងហើយបើយើងធ្វើតែមុខទេពាក្យច្រើនគឺរៀងហត់តិចហើយ